បាទសូមគោរពជំរាបសួរបងប្អូនអរគ្នានេះជាលើកទី2ដែលខ្ញុំបានមកជួបមេភូមិខ្នាណានៅភូមិខ្នាសង្កាត់ជ្រាវខ្ញុំបានពំនាំថវិកាមួយចំនួនសរុបគឺ150000ណាទាំងអស់150000ហើយក្នុងនោះគឺខ្ញុំបានទទួលថវិកាពីម្ចាស់គណនី Facebook ឈ្មោះសុធាពុនលឺបាទសុធាពុនលឺចំនួន$20ហើយសល់ពីនោះទៀតគឺជាថវិកាខ្ញុំហើយនិងមិត្តភ័ក្តិរបស់ខ្ញុំណាអញ្ចឹងខ្ញុំសូមប្រគល់ជូនមេភូមិខ្នាដើម្បីចាត់ចែងទៅតាមការគួរណាសូមអរគុណដល់ម្ចាស់ជំនួយនិងសូមសិទ្ធិពលជូនពរដល់ម្ចាស់ជំនួយជួបប្រពន្ធពលបុការគឺយុវណៈស្ថាប័ននិងដេកអ្នកបីធៀងទៀតឡើយក៏សូមសុខនិងចម្រើនសុខភាពល្អទាំងអស់គ្នាតាមការនេះខ្ញុំនឹងចាត់ចែងឲ្យត្រូវគូដៅនិងគូនងរបស់ម្ចាស់ជំនួយទាំងអស់គ្នាសូមអរគុណបាទសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គមហើយខ្ញុំថ្ងៃនេះបានមកដល់កន្លែងឃ្លៀងណារៀបចំចំណីអាហារណាសម្ភារៈផ្សេងៗនៅភូមិខ្នាសង្កាត់ជ្រាវហើយណាបងស្រីលឿមគាត់កំពុងធ្វើការវិខ្ចប់ណាមានបន្លែមានស្រូវមានបន្លែមានកមានទឹកសុទ្ធមានរបស់របរប្រើប្រាស់ច្រើនបងប្អូននេះកំពុងរៀបចំដើម្បីយកទៅចែកជូនបងប្អូនជនភៀសសឹកណាចឹងបើសិនជាបងប្អូនជាអ្នកនៅក្នុងសង្កាត់ជ្រាវនៅក្នុងភូមិខ្នាឬក៏នៅឆ្ងាយដែលមានជាប់សាច់សាលហិតនៅនេះជួយណាឧបត្ថម្ភតាមទឹកចិត្តបងប្អូនណាហើយនេះរៀបចេញដំណើរទៅមកកន្លែងបងប្អូនណាឡានរៀបចំដាក់ឡានទៀតចេញដំណើរយកទៅចែកជូនគ្នាកាត់ណាអូខេសូមកុំភ្លេចបងប្អូនចូលរួមគ្រប់គ្រងដើម្បីប្រជាជនយើងជាតិយើងណាបងប្អូនណាអរគុណច្រើនអរគុណច្រើន